គូពូតាសិទ្ធិ15សេះកម្លាំងខ្លាំងគ្មានគូប្រៀបប្រជែកវិជាថ្មីដល់អស្ចារ្យកែច្នៃដោយស្នាដៃកូនខ្មែរទុកកាន់មិនក្រែងចៃក្រៃគូពូតាសិទ្ធិ15រ៉េម៉ាបាទអនុញ្ញាតគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះខ្ញុំបាទបង្ហាញពីត្រាក់ទ័រឆ្នៃបាទប្រភេទប៉ុង2បាទប្រភេទហ្នឹងគឺជាប្រភេទប៉ុង2បាទម៉ាស៊ីន15បាទ15កន្លះអាហ្នឹងគឺប្រភេទគេហៅ Sethi បាទជាទូទៅគេហៅអាងោបបាទប្រភេទហ្នឹងគឺបងប្អូនខ្មែរយើងហៅអាងោបបាទប្រភេទហ្នឹងគឺជាប្រភេទSethi 155 plus បាទមានពុកម៉ែបងប្អូនណាដែលមានចំណាប់អារម្មណ៍បាទប្រភេទហ្នឹងគឺជាប្រភេទប៉ុង2បាទប៉ុង2បំពាក់ទៅដោយម៉ាស៊ីន Sethi បាទប៉ុងវាគឺវិលមកក្រោយបាទអត់ងាយជាប់ទេបាទតាមទឹកតាមអីវាអត់ងាយជាប់ទេបាទព្រោះខ្លួនរៀងស្រាលហើយណាមួយវាវិលបានទាំងមុខក្រោយអញ្ចឹងវាអត់សូវជាប់ទេបាទហើយប្រភេទអាគុយហ្នឹងគឺអាគុយល្អបាទអាគុយល្អមិនជាល្អប្រហែលមកល្មមបាទអាចប្រើការបានបាទក្បាលអាគុយហ្នឹងបាទគឺល្អវាមានជួរបាំងហើយណាមួយខ្សែដេរហ្នឹងគឺខ្សែប្រភេទធំខ្សែប្រភេទធំប្រព័ន្ធភ្លើងបាទពុកម៉ែបងប្អូនបាទអត់ជាសាំញ៉ាំអីទេបាទប្រព័ន្ធភ្លើងគឺរៀបមកស្រួលបាទយើងដាក់កែនអាហ្នឹងគឺស្រួលបាទហើយពុកម៉ែបងប្អូនបូមដូចជាអីអត់ប្របាក់ដោះទេបាទគឺវាលអាហ្នឹងគឺវាកន្លែងវាលយើងត្រូវការដោះត្រូវការអីគឺស្រួលបាទហើយដូចជាកង់ដង់បុយស៊ីបបុយអីគឺការពារបាទពេលមានបញ្ហាទៅគឺយើងបុយស៊ីបនឹងផ្ដាច់អាហ្នឹងគឺជាប្រភេទលេខបាទលេខយើងដាក់អត់ប្រើកាបអត់ប្រើអីទេបាទគឺអាហ្នឹងគឺ2025បាទអត់ប្រើកាបប្រើអីទេបាទគឺយើងដាក់ធូរស្រួលបាទនេះគឺជាប្រភេទដៃវិជាបាទដៃវិជាគឺល្អបាទប្រភេទហ្នឹងគឺសបាទសមានតេឡេបាទប្រភេទហ្នឹងគឺសមានតេឡេមានពុកម៉ែបងប្អូនណាដែលមានចំណាប់អារម្មណ៍អាចទាក់ទងសាកសួរបានឬត្រូវការបាទកំងបានបាទមានបងប្អូនមួយចំនួនបាទគាត់ចង់បានតម្លៃទាបបាទតម្លៃទាបធ្វើអត់កើតទេបាទតម្លៃទាបបាទព្រោះមួយគ្រឿងហ្នឹងយើងបាន3-400ទេបាទធ្វើយូរបាទអត់ជាចំណេញទេបាទប្រភេទប៉ុង2នេះគឺអស់លុយច្រើនបាទធ្វើអស់លុយច្រើនបាទបើប្រភេទម៉ាស៊ីនកូនកាត់អានឹងតម្លៃមុំទេបាទតែបើសិនជាប្រភេទម៉ាស៊ីនជប៉ុនគឺតម្លៃថ្លៃបាទម៉ាស៊ីនជប៉ុនគឺតម្លៃខ្ពស់បាទបងម៉ែបងប្អូនយល់ហើយបាទម៉ាស៊ីនជប៉ុនគឺថ្លៃបាទបងប្អូនខ្លះគាត់ចង់បានតម្លៃទាបបាទតែយើងធ្វើអត់កើតបាទតម្លៃទាបធ្វើគឺចូលដើមបាទប្រភេទប៉ុង2គឺពិបាកបាទវាសាំញ៉ាំច្រើនបាទគ្រឿងក្រៅវាបាទដូចបងម៉ែបងប្អូនទស្សនាអញ្ចឹងមើលទៅដូចតិចទេបាទតែទិញអស់លុយច្រើនបាទហើយណាមួយដូចប្រព័ន្ធប្រេងប្រព័ន្ធអីហ្នឹងបាទយើងធ្វើអត់មានដាក់តយោធម្មតាទេបាទអាហ្នឹងគឺសិតតយោអំបោះប្រភេទតយោពួកនេះគឺតយោដែកបាទបងប្អូនមើលទៅបាទគឺតយោម៉ាន់តិចរាប់រយបាទរាប់ពាន់អាហ្នឹងគឺជាប្រភេទផាលយើងចង់សារ៉េបាទផាលហ្នឹងយើងសារ៉េឲ្យទៅឆ្វេងបាទឲ្យទៅឆ្វេងនិងឲ្យមកស្ដាំបានអត់អីទេបាទអាហ្នឹងយើងអត់ទាន់ចាប់ដបូលចាប់កៅអីទេបាទគឺយើងបាញ់ឆ្នាំមកតង់ទៀតបាទបាញ់ឆ្នាំមកតង់ទៀតគឺចាប់កៅអីចាប់ដបូលបាទប្រភេទខ្សែពៀនហ្នឹងគឺយើងដាក់3បាទប៉ុន្តែដាក់2យ៉ាងនឹងដាក់2សិនបាទ
មានពុកម៉ែបងប្អូនណាដែលមានចំណាប់អារម្មណ៍អាចតាក់ទងមកសាកសួរបាទខ្ញុំបាទអត់មានអីច្រើនទេបាទគឺសូមអរគុណនិងសូមជម្រាបលាបាទ